តាចាន់រំលាមានរឿងមួយដំណើរថាកាលនោះមានព្រៃមួយធំមានខ្លាសហាយតែងខំមនុស្សជាច្រើននឹងចូលទៅរកបោចផ្ដាវវល័យពុំបានគ្រាដែលតាចាន់គាត់ចូលទៅបោចវល័យក្នុងព្រៃនោះខ្លាវាលបោចេញពីក្នុងព្រៃប៉ងនឹងខំតាចាន់ដែលចូលទៅបោចវល័យតាចាន់ឃើញវាមុនហើយគាត់រកពុទ្ធោថាអូពុទ្ធោអើយឆ្នាំនេះឆ្នាំខាលទឹកបែកពីវាលស្លាប់ខ្លាដំរីស្លាប់អស់បក្សាមរឹកកាបបាក់សីស្លាប់ខ្លាដំរីគ្មានគង់តូចមួយផ្ដៅអញនេះអាណាវែងអញព្យួរកូនចៅអាណាខ្លីអញព្យួរត្បាល់អង្រាអូសត្វទាំងឡាយអើយក្នុងឆ្នាំខាលនេះនឹងស្លាប់អស់ហើយគ្មានគង់ទេតាចាន់និយាយរកពុទ្ធោយ៉ាងនេះជាច្រើនដងខ្លាស្ដាប់បានឮច្បាស់គិតថាគូអញសួរតានេះចង់ដឹងមើលទើបខ្លាសួរទៅតាចាន់វិញថាតាអើយតាក្នុងឆ្នាំខាលនេះទឹកធំមែនឬតាចាន់ធ្វើភ្ញាក់និយាយទៅនឹងខ្លាថាអូចៅឆ្នាំនេះទឹកធំណាស់បានជាតាភ័យនឹងកូនចៅទើបតារកផ្ដៅដើម្បីចង់ព្យួរកូនចៅឲ្យផុតពីទឹកខ្លាក៏មានចិត្តភិតភ័យនឹងពាក្យតាចាន់គិតខ្លាចស្លាប់ក៏ចូលមកចិត្តហើយនិយាយនឹងតាចាន់ថាតាអើយអាណិតចង់ព្យួរខ្ញុំឲ្យផុតពីទឹកផងបានឬទេតាចាន់ឆ្លើយថាបានមិនអីទេចៅអង្គុយមកចាំតានៅទីនេះសិនចុះខ្លាក៏អង្គុយចាំលុះតាចាន់បោយវិលលៃផ្ដ ாய் បានក៏ត្រកួយធ្វើជារងកហើយជួយទៅចងចង្កែខ្លាតាចាន់កាន់គល់ផ្ដៅឡើងទៅលើដើមឈើខ្ពស់ហើយបង្គាប់ខ្លាឲ្យលោតឡើងតាចាន់ក៏ស្រាវទៀងឡើងឲ្យផុតជើងខ្លាពីដីរួចគាត់ចុះមកវិញខ្លាសួរថាតាពុននេះផុតពីទឹកហើយឬអ្វីតាចាន់ឆ្លើយថាផុតហើយចៅតាចាន់ក៏កាន់កាំបិតទៅកាប់ឈើជាដំបងខ្លាឃើញសួរថាតាកាប់ដំបងធ្វើអ្វីតាចាន់ថាកាប់យកទៅផ្ទះក្រែងប្រតាក់នឹងសត្វឯទៀតវាប្រមាថតាខ្លាឆ្លើយថាគ្មានខ្លាឯណាទេតាមានតែខ្ញុំនេះឯងតែងតែខំគេរាល់ថ្ងៃតាចាន់ដឹងថាអូអានេះជាសត្វកាយបើដូច្នេះអញនឹងវាយឲ្យអស់ចិត្តក្នុងគ្រានេះទើបតាចាន់កាន់ដំបងចូលទៅដល់ខ្លាថាចៅនៅឲ្យស្ងៀមតានឹងមើលចំណងឲ្យក្រែងវារបូតលងទឹកស្លាប់ខ្លាក៏នៅស្ងៀមទើបតាចាន់លើកដំបងវាយខ្លាក៏ប្រឹងរើប្រំរះស្រាយរត់រលាករលួតស្បែកហើមខ្លួនជាខ្លាំងមុខគួរវេទនាហើយខ្លាក៏ប្រឹងរើប្រំរះក្រឡាស់ខំខ្សែផ្ដៅដាត់គិតរត់ទៅតាចាន់ក៏វិលទៅខ្ទមស្រែចាំស្រែវិញនិយាយពីខ្លាដែលរត់រួចទៅនោះបានទៅជួបនឹងដំរីមួយដំរីឃើញខ្លាបូលក៏ស្រែកសួរថាបងខ្លាឯងភ័យនឹងអ្វីក៏បានជាបូលមិនមើលក្រោយសោះខ្លាប្រាប់ទៅដំរីវិញថាបងអើយអាចារ្យរំលាកបញ្ឆោតវាយខ្ញុំហើមខ្លួនអស់ហើយដំរីសួរថាអាចារ្យរំលាកនោះនៅឯណាខ្លាប្រាប់ថាវាធ្វើស្រែនៅមាត់បឹងឯណោះដំរីថាអញនឹងព្រេតឲ្យវាល្អិតកុំឲ្យវាធ្វើបាបគេខ្លាបូមហោស្ទៅដំរីក៏ដើររកតាចាន់នឹងព្រែកជួបនឹងតាចាន់ហើយតែដំរីមិនស្គាល់សួរតាចាន់ថាតាស្គាល់អាចារ្យរំលាកដែរឬទេតាចាន់សួរដំរីថាចៅឯងសួររកកតធ្វើអ្វីដំរីឆ្លើយថាខ្ញុំខឹងណាស់វាបញ្ឆោតវាយខ្លាហើមខឹងអស់ហើយតាចាន់ឆ្លើយថាតាចាន់គាត់នៅខ្ទមស្រែត្រើយខាងកើតមាត់បឹងណោះខ្ទមគាត់សនោះឯងដំរីថាតាអាណិតជូនខ្ញុំទៅបើខ្ញុំព្រែកវាស្លាប់បានរបស់អ្វីប៉ុន្មានខ្ញុំជូនតាទាំងអស់តាចាន់ឆ្លើយថាតាអរណាស់ចៃអើយពុនតាទឹកបឹងនេះជ្រៅណាស់តាទៅមិនរួចទេដំរីថាបើទឹកជ្រៅតាជិះលើក្បាលខ្ញុំមកតាចាន់ឆ្លើយថាបើដូច្នេះទៅក៏ទៅតាចាន់ក៏កាន់កាំបិតព្រាមួយទៅផងលុះទៅបានចម្ងាយមួយស្រែតាចាន់ក៏កាប់ក្បាលដំរី 3-4 កាំបិតមុតចេញឈាមដំរីក៏គេចបូលមកវិញដល់គោករលក់ទម្លាក់តាចាន់ហើយដំរីក៏បូលទៅជួបនឹងខ្លាខ្ញុំស្រែកសួរថាបងដំរីបូលអ្វីក៏គ្មានមើលក្រោយសោះម្លេះដំរីប្រាប់ទៅវិញថាបងខ្លាខ្ញុំអើយអាចារ្យរំលាកបញ្ឆោតកាប់ក្បាលខ្ញុំឈាមអស់ហើយឯខ្លាខ្ញុំ
ក៏ជួយខឹងដំរីហើយសួរទៅដំរីវិញថាអាចារ្យនោះវានៅឯណាដំរីប្រាប់ថាវាធ្វើស្រែនៅមាត់បឹងធំឯណោះដំរីក៏បូលបាត់ខ្លាខ្ញុំក៏មានចិត្តខឹងគុំគួនប្រមាថនឹងខំបំបីក្បាលតាច័ន្ទឲ្យស្លាប់លុះថ្ងៃក្រោយខ្លាខ្ញុំដើរទៅឃើញតាច័ន្ទភ្ជួរស្រែពេលព្រឹកខ្លាខ្ញុំនឹកថានេះហើយតាអាចារ្យរំលាកនោះដូច្នេះអញពួនចាំនៅទីនេះចុះចាំវាមកចិត្តអញនឹងខំវាឲ្យបានខ្លាខ្ញុំក៏ក្រាបចាំនៅសំយ៉ាព្រៃតាច័ន្ទមិនដឹងខ្លួនតាច័ន្ទភ្ជួរស្រែយូរទៅខ្លាខ្ញុំក្រោកអែតមើលមកតាច័ន្ទឃើញខ្លាខ្ញុំអែតដូច្នោះតាច័ន្ទគិតថាសត្វនេះវាចង់មកប្រមាថធ្វើទុកអញទៀតហើយតាច័ន្ទប្រុងខ្លួនហើយវាយដេញក៏បីថាហេអានាងខំទៀនឡើងតាយកឃ្មុំឲ្យស៊ីឃ្មុំតែពីរសម្បុកកំពុងពេញទឹកតែច័ន្ទគាត់ថាយ៉ាងនេះជាច្រើនដងខ្លាខ្ញុំលឺច្បាស់ក៏មានចិត្តចង់ស៊ីឃ្មុំហើយឆ្លើយមកនឹងតាថាតាចៃខ្ញុំស៊ីផងតែច័ន្ទឆ្លើយប្រាប់ទៅខ្លាខ្ញុំវិញថាចៅអើយឃ្មុំតាតែពីរសម្បុកទេទុកឲ្យក្របីវាស៊ីមួយម្នាក់សោះញាត់ខ្លួនបើចៅចង់ស៊ីចូលមកនិយាយគ្នាសិនខ្លាខ្ញុំស្ដាប់ត្រូវចិត្តនឹងចំណៃនោះព្រោះត្រូវចំណងរបស់ខ្លួនក៏អរណាស់ថាបើដូច្នេះឲ្យតាដោះក្របីចេញចុះតាច័ន្ទក៏ដោះក្របីចេញមើលរំពេកខ្លាខ្ញុំក៏ចូលទៅឲ្យតាច័ន្ទទៀមដាក់ខ្សាទៀមចងរឹតរួចស្រេចតាច័ន្ទគាត់ស្ទុះទៅកាន់កន្ទុយយាមនងកាលហើយដេញថាហេអានាងខំឡើងតាយកឃ្មុំឲ្យស៊ីឃ្មុំតែពីរសម្បុកកំពុងពឹងទឹកខ្លាខ្ញុំខំប្រាំងទាញនងកាលពុំក៏ក្រិលតាច័ន្ទគាត់ខឹងក៏លែងកន្ទុយយាមនងកាលបាយទៅវាយឯខ្លាខ្ញុំក៏ប្រឹងរើប្រំរះស្រែករោតរលីក្រលួតស្បែកហើមខ្លួនជាខ្លាំងមុខគួរវេទនាហើយខ្លាក៏ប្រឹងរើប្រំរះក្រឡាស់ខំខ្សែផ្ដៅដេកកិច្ចរត់ទៅតាច័ន្ទក៏វិលទៅខ្ទមស្រែចាំស្រែវិញនិយាយពីខ្លាដែលរត់រួចទៅនោះបានទៅជួបនឹងដំចក់មួយចក់សួរខ្លាខ្ញុំថាបងខ្លាខ្ញុំបូលអ្វីក៏គ្មានមើលក្រោយម្លេះខ្លាខ្ញុំប្រាប់ទៅវិញថាបងចចក់អើយអាចារ្យរំលាកបញ្ឆោតវាយខ្ញុំហើមខ្លួនអស់ហើយខ្លាខ្ញុំក៏បូលទៅបាត់ចចក់ក៏អួតថាបើដូច្នេះទុកឲ្យអញទៅហែកលបតាច័ន្ទយកត្រីចែកគ្នាស៊ីឲ្យអស់កុំទុកឲ្យវាឡើយលុះថ្ងៃក្រោយតាច័ន្ទគាត់កាន់កាំបិតព្រាមួយនិងច្រវាមួយទៅលើកលបគាត់ក្នុងបឹងនិយាយពីចចក់មកដល់កណ្ដាលផ្លូវជួបនឹងខ្លាត្រីមួយចចក់ក៏បបួលខ្លាត្រីថាបងខ្លាត្រីទៅស៊ីត្រីនឹងឯងខ្លាត្រីតបថាបងចចក់ឯងបានត្រីពីណាចចក់ថាឯងទៅហែកលបអាចារ្យរំលាកចែកគ្នាស៊ីខ្លាព្រមតាមចចក់ក៏មកអង្គុយនៅមាត់បឹងយូរបន្តិចឃើញតែច័ន្ទអូមទូកមកចចក់សួរបរោះចំណាស់ថាតាស្គាល់អាចារ្យរំលាកដែរឬទេតែច័ន្ទតបថាស្គាល់ដែរតែអាចារ្យនោះវានៅត្រើយបឹងខាងឯណោះទេចចក់ថាបើដូច្នេះអាណិតជូនខ្ញុំទៅបើខ្ញុំហែកលបវាបានត្រីខ្ញុំចែកតាបកុណ្ដាលតែច័ន្ទឆ្លើយថាទៅក៏ទៅត្បិតលបតាក៏វាពុំត្រីផងថាហើយចចក់ក៏លោតទុំក្បាលទូកតែច័ន្ទថាចៅកុំទៅអង្គុយក្បាលទូកវាលិចណាមកអង្គុយខ្ទង់មុខតាឯនេះទើបវាមិនលិចចចក់ក៏មកអង្គុយនៅមុខតាច័ន្ទហើយហៅខ្លាត្រីថាមកបងប្រញាប់នឹងអាលទៅខ្លាត្រីថាបងចចក់អញមិនហ៊ានទៅទេអញក្រែងតាច័ន្ទនេះឯងចចក់បែរមើលក្រោយថាមិនមែនទេតាច័ន្ទគាត់នៅស្ងៀមខ្លាត្រីក៏ឡើងមកអង្គុយទៀមគ្នានឹងចចក់តាច័ន្ទអូមទូកទៅប្រមាណ10ភៀមពីច្រាងគាត់កាប់ក្បាលចចក់មួយកាំបិតចចក់លោតធ្លាក់ទឹកខ្លាត្រីក៏លោតធ្លាក់ទឹកទាំងអស់គ្នាខ្លាត្រីបន្ទោសចចក់ថាអញថាតាច័ន្ទហើយអញថាមិនមែនតាច័ន្ទទេចចក់ថាកុំមាត់ខំតែហែលទៅសត្វទាំងពីរក៏ហែលដល់គោកហើយបូលទៅតាច័ន្ទនៅធ្វើស្រែស្រាវរួចហើយក៏ទៅផ្ទះបានសេចក្តីសុខសប្បាយហើយក្រោយមកតាច័ន្ទមានចិត្តសង្វេគថាអូសត្វទាំង4នេះនឹងចងវេរានឹងអញតទៅមុខពុំលែងហើយវានឹងធ្វើបាបអញនេះមិនខានដូច្នេះគួរអញទិញដែកឲ្យច្រើនធ្វើកំបិតកដងដែកឲ្យបាន50ឬ60ទុកបំរុងការពារខ្លួនដែលស្លាប់ទៅ
តាច័ន្ទធ្វើកំបិតបានស្រេចគាត់ក៏ឲ្យកូនចៅមកផ្ដាំថាបើអញស្លាប់ទៅហើយយកអញទៅកប់ឲ្យយកកំបិតទាំងអស់នេះទៅដាក់លើភ្នាល់គុំខានជោគដីលុបឲ្យចិត្តលុះដល់5-6ថ្ងៃឲ្យកូនចៅមើលភ្នាល់អញគុំខានតាច័ន្ទផ្ដាំកូនចៅរួចគាត់ក៏មានជំងឺឈឺខ្សែទៅកូនចៅក៏យកខ្មោចតាច័ន្ទទៅកប់ធ្វើដោយបណ្ដាំគាត់មិនហ៊ានខាននិយាយពីសត្វទាំង4ដែលមានវេរានឹងគ្នានោះកាលតាច័ន្ទស្លាប់ទៅបាន3ថ្ងៃចចកសឿបដឹងថាតាច័ន្ទស្លាប់ក៏ទៅប្រាប់ខ្លាខ្ញុំប្រាប់ដំរីប្រាប់ខ្លាធំភ្ជុំបបួលគ្នាចូលមកកាយក្មួយតាច័ន្ទរំលាកស៊ីចចកកាយជុំជើងខ្លាខ្ញុំកាយក្បាលខ្លាធំកាយកណ្ដាលខ្លួនឯដំរីឈរចាំមើលឃើញសត្វទាំង3មុតជើងពីការជាខ្លាំងដួលដេកអស់ដំរីខឹង